Tám đầy nữa. Dạ, Oh chơi yeah. với. Yeah, yeah. On now. Hey. We are Yeah, live. yeah. Hello, hello. Tuesday on. Hello. Yeah, đây boy you Tuesday. Yes. Tuesday អ្នក Ohio from Texas. Tuesday បងប្អូនទាំងអស់គ្នាអ្នកដែលបានចូលមើលក្នុង page របស់ខ្ញុំហើយនិង page របស់ Cecil Heng មកពីខាង Ohio ហើយថ្ងៃនេះពួកខ្ញុំមកនិយាយពី business online របស់ពួកយើងគឺ digital business ហើយខ្ញុំក៏ introduce ខ្លួនឯងសិនខ្ញុំគឺ Sethanon ពីរដ្ឋ Texas សហរដ្ឋអាមេរិកហើយខ្ញុំមានការងារពេញម៉ោងនៅហាងកញ្ចក់ហើយខ្ញុំចាប់ផ្ដើម digital marketing នេះរយៈពេល1ឆ្នាំ4ខែ3ខែហើយចាចាប់ផ្ដើមពីឆ្នាំ2023ហើយឥឡូវដល់វគ្គ Cecil Heng ម្ដងចានិយាយសួរបងប្អូនទាំងអស់គ្នាចាខ្ញុំសួរ Cecil Heng រស់នៅរដ្ឋ Ohio សហរដ្ឋអាមេរិកចង់ជួយគាត់ខ្លួនឯងទេចាខ្ញុំមានគ្រួសារហើយមានកូនស្រីម្នាក់ចាខ្ញុំរស់នៅសហរដ្ឋអាមេរិកនេះអស់រយៈពេល14ឆ្នាំហើយសប្តាហ៍ហ្នឹងខ្ញុំជាម្ដាយដែលធ្វើការពេញម៉ោងនៅផ្ទះហើយក៏ជាម្ចាស់អាជីវកម្ម digital មួយរូបផងដែរចាហើយខ្ញុំមានសំណួរចង់សួរដែរដោយសារតែមកអាមេរិករយៈពេលជាង10ឆ្នាំហើយហេតុអីក៏អូនចាប់ផ្ដើម digital marketing នេះហេតុអីក៏ចាប់ផ្ដើមធ្វើមុខរបរ digital ចាបងមូលហេតុដែលខ្ញុំធ្វើជ្រើសរើសធ្វើ digital business ព្រោះខ្ញុំចង់ធ្វើការនៅផ្ទះមានពេលមើលថែកូនខ្ញុំព្រោះថាពីមុនដែលខ្ញុំមកអាមេរិកហ្នឹងគឺខ្ញុំទៅធ្វើការឲ្យគេទេចាដោយភាសាយើងអត់ទៅចេះយើងអត់អាចទៅធ្វើការអីច្រើនចាំយើងធ្វើការរោងចក្រអីចឹងណាបងយើងធ្វើការហ្នឹងចាំឲ្យយើងធ្វើដល់ពេលខ្ញុំមានកូនខ្ញុំឈប់ព្រោះខ្ញុំឈប់នៅផ្ទះមើលកូនចឹងណាចាហើយខ្ញុំក៏ធ្លាប់ពី3ឆ្នាំមុនខ្ញុំក៏ហើយពី3ឆ្នាំ4ឆ្នាំខ្ញុំធ្លាប់ចង់បើកហាងខ្លួនឯងដែរខ្ញុំធ្លាប់បានទៅសាកមើលហាងហ្នឹងចឹងណាប៉ុន្តែដូចបងដឹងហើយគឺយើងបើកហាងចឹងយើងត្រូវងើបពីព្រលឹមឡើងចឹងទៅឲ្យស្មារតីលុបដូចម៉ោង3អីចឹងយើងត្រូវចេញទៅឲ្យព្រោះយើងចង់បើកហាងលក់ណាត់ចឹងហ៎ចឹងទៅវាត្រូវចេញពីព្រលឹមចឹងខ្ញុំទុកកូនចោលនៅផ្ទះទៅវាតែម៉ោង5ព្រលឹមឡើងហ្នឹងខ្ញុំនៅហាងហ្នឹងគឺទូរស័ព្ទកូនខលទៅហើយចាហើយថាកូនញាក់រាវកូនខ្លាចកូនអីចាហើយចឹងទៅពេលដែលយើងទៅហាងហើយពេលយើងត្រឡប់មកផ្ទះវិញក៏យើងនឿយហត់ដែរព្រោះយើងត្រូវខុកអីញ៉ាំកូនញ៉ាំតែពេលញ៉ាំហើយយើងខកពីខ្លួនហើយយើងអត់មានពេលនៅមើលកូនមួយកូនអីទេហើយចាតែកូនមានអារម្មណ៍ថាមិនគួរទុកកូនដែល7ឆ្នាំជាងឲ្យនៅផ្ទះម្នាក់ឯងព្រលឹមឡើងចឹងណាបងចាខ្ញុំគិតថាខ្ញុំអត់ធ្វើចឹងទេខ្ញុំត្រឡប់មកវិញពីមុនខ្ញុំរកមូទៅតាបងទៅខ្ញុំចូលចិត្តហើយខ្ញុំក៏នឹកថាខ្ញុំត្រឡប់មកវិញខ្ញុំទៅរកការធ្វើឬមួយក៏ខ្ញុំស្វែងរកអាជីវកម្មអីផ្សេងដែលអាចឲ្យយើងធ្វើពីផ្ទះបានចឹងណាចាដល់ពេលថ្ងៃមួយហ្នឹងខ្ញុំរកឃើញមែនខ្ញុំរកឃើញអាជីវកម្ម digital ហ្នឹងឯងចាដោយការមុនដំបូងខ្ញុំរកឃើញច្រើនណាស់ឃើញគេផ្សាយបងតែទៅគេទាមទារឲ្យយើងមានបទពិសោធន៍ចាគឺថាយើងមាន skill ចេះ computer ខ្លះហើយយើងមានបទពិសោធន៍ដូចមួយឆ្នាំអញ្ចឹងប៉ុន្តែដល់ពេលយើងអត់ដែរធ្លាប់ធ្វើអីចឹងយើងអត់អាចធ្វើអាហ្នឹងបានទេដល់ពេលហ្នឹងថ្ងៃមួយហ្នឹងខ្ញុំឃើញអាជីវកម្ម digital ដែលខ្ញុំធ្វើនេះចាគឺគេផ្សាយថាអត់ត្រូវការបទពិសោធន៍អត់ទាមទារចំណេះដឹងផ្នែកភាសាអង់គ្លេសជ្រៅជ្រះអីចឹងណាហើយគេមាន coach មាន mentor ចាំជួយ support យើងមាន community អីទៀតខ្ញុំគិតថាដូចអ្វីដែលខ្ញុំត្រូវការចឹងគេអាចឲ្យយើងធ្វើការពីផ្ទះអីបានចឹងចាតែខ្ញុំគិតថាវាត្រូវចំណុចដែលខ្ញុំកំពុងរកហ្នឹងហើយវាធ្វើការពីផ្ទះជាពិសេសសំខាន់ពីគេគឺមានពេលមើលកូនហ្នឹងហ្មងចាហ្នឹងហើយចឹងហើយបានខ្ញុំជ្រើសរើសយកអាជីវកម្ម digital ហ្នឹងដល់ចូលទៅមើលដល់ចូលឈ្មោះដែរដំបូងមានការភ័យខ្លាចដែរបងភ័យព្រោះគិតថាវាមិនដានមានអាជីវកម្មណាងាយស្រួលធ្វើចឹងណាកំពុងទាំងខ្ញុំបែបប្រហែលជាគិតចឹងហើយតែវាគិតថាអត់ជឿប៉ុន្តែដោយសារយើងចង់ព្រោះយើងចង់រកអ្វីដែលយើងត្រូវការហ្នឹងអញ្ចឹងយើងត្រូវស្វែងយល់បន្ថែមទៀតយើងតាក់ទងទៅអ្នកដែលណែនាំនឹងចឹងទៅចាគាត់ឲ្យយើងចុះឈ្មោះ email ហ្នឹងទៅមើលសិក្ខាសាលាហ្នឹងឯងដល់ពេលខ្ញុំចុះឈ្មោះទៅមើលទៅវាត្រូវនឹងអ្វីដែលខ្ញុំចង់បានមែនតើហើយមិនត្រឹមប៉ុណ្្នឹងអាជីវកម្មហ្នឹងខ្ញុំអាចធ្វើនៅផ្ទះក៏បានទីកន្លែងណាក៏បានដែរមកដូចយើងទៅដើរទេសចរនៅឋានៈដែលយើងអាចធ្វើបាន
ចាមិនថានាំកូនទៅលេង playground ទៅ library អីហ្នឹងខ្ញុំអាចជូនកូនទៅបានគ្រប់កន្លែងព្រោះឲ្យតែខ្ញុំមានតែទូរស័ព្ទដៃមួយទៅអាចសំខាន់គឺមានប្រព័ន្ធអ៊ីនធឺណិតទៀតចាគឺខ្ញុំអាចធ្វើអាជីវកម្មនឹងបានចាវាងាយស្រួលហើយយើងអាចនិយាយទៅចាយើងអាចបៀលអាជីវកម្មហ្នឹងយើងបៀលអីគេហៅ legacy ញ៉ាំកូនយើងទៅចាសម្រាប់កូនជីវិតហៃគូចាជីវិតរៀងគូសម្រាប់គ្រួសារចាហ្នឹងហើយតែទាំងអស់គ្នាសុទ្ធតែអញ្ចឹងសម្រាប់អូនសៀវហេងក៏គាត់ចង់មានពេលវេលាសម្រាប់កូនដូចខ្ញុំផងដែរខ្ញុំជីវិតខ្ញុំនៅសហរដ្ឋអាមេរិកនេះ18ឆ្នាំខ្ញុំក៏ចាប់ផ្ដើមពីពេលដែលខ្ញុំអត់ចេះភាសាអង់គ្លេសអីសោះដែរហើយក៏ព្យាយាមធ្វើការពីកន្លែងមួយទៅកន្លែងមួយពីកន្លែងមួយទៅកន្លែងមួយនៅពេលដែលខ្ញុំមានហាងដូណាត់ជារបស់ខ្លួនឯងខ្ញុំចាប់ផ្ដើមធ្វើវាមួយអាទិត្យ7ថ្ងៃមួយថ្ងៃ12ម៉ោងទៅ15ម៉ោងខ្ញុំអត់ដែលសំណោះខ្លួនអីទេប៉ុន្តែនៅពេលដែលខ្ញុំចាប់ផ្ដើមមានកូនខ្ញុំចាប់ផ្ដើមសំណោះខ្លួនឯងសំណោះកូនហើយរៀងរាល់ weekend ខ្ញុំឃើញគ្រួសារដែលគាត់តែងខ្លួនស្រស់ស្អាតសមរម្យទៅឆើចទៅវត្តអីអញ្ចឹងសម្រាប់ខ្ញុំវិញគឺចាំបាច់ត្រូវទៅហាងដូណាត់ពីព្រោះតែយើងបើកពីពេលព្រឹកយ៉ាបងហើយជាសំកាត់បងជាពិសេសគឺ weekend ហ្នឹងលក់ដាច់ជាងគេចាយើងលក់ដាច់ជាងគេ weekend អញ្ចឹងយើងអាចទៅវត្តបានទេចាអត់អាចទៅឆើចបានទេអញ្ចឹងហើយក្រោយពីរយៈពេល5ឆ្នាំដែលខ្ញុំធ្វើដូណាត់ខ្ញុំក៏បានឈប់ហើយខ្ញុំបានបន្ទាប់ពីខ្ញុំមានកូនខ្ញុំក៏ព្យាយាមរកគ្រប់វិធីដើម្បីមានការងារមួយដែលធ្វើពីផ្ទះទៅដោយស៊ីសៀវហេងនឹងដែរប៉ុន្តែខ្ញុំអត់ចូលចិត្តលក់ដូរហើយដូច the same here ដូចស៊ីសៀវហេងថាខ្ញុំចង់ធ្វើការឲ្យ eBay សម្រាប់លក់អីវ៉ាន់ឲ្យគាត់ឬមួយក៏ Amazon គឺខ្ញុំ low tech ខ្ញុំអត់សូវចេះអង់គ្លេសខ្ញុំអត់ចេះ computer ច្រើនអញ្ចឹងហើយខ្ញុំអាចធ្វើឲ្យគាត់បានទេហើយខ្ញុំព្យាយាមធ្វើមុខរបរផ្សេងទៀតដូចជាខ្ញុំធ្លាប់ចេះកាត់កៅអៅកាត់អីមកពីស្រុកខ្មែរអញ្ចឹងខ្ញុំចង់លក់កៅអៅខ្មែរពេលខ្ញុំមើលទីផ្សារនៅអាមេរិកនេះហើយខ្ញុំគិតថាខ្ញុំអាចរកបានចំណូលច្រើនគួរជាទីគាប់ចិត្តដែលខ្ញុំចង់បានទេអញ្ចឹងហើយខ្ញុំក៏ទៅធ្វើកញ្ចក់ហើយនឹងតរោមភ្នែកនៅស្រុកអាមេរិកនេះក៏បានថ្លៃគួរសមប៉ុន្តែចាប់ផ្ដើមធ្វើច្រើននៅពេលល្ងាចផងដែរវានិយាយទៅគឺប៉ះពាល់សម្រាប់អ្នកដែលជាម្ដាយនៅតែប៉ះពាល់ម៉ោងសម្រាប់មើលថែកូនហើយនឹងមើលថែគ្រួសារអញ្ចឹងឯងចាអញ្ចឹងហើយបានជាពួកយើងចង់បានមុខរបរដែលអាចធ្វើបានពីគ្រប់ទីកន្លែងនៅផ្ទះក៏បានធ្វើមើលកូនក៏ធ្វើកើតដើរលេងក៏នៅមានប្រាក់ចំណូលចាហើយស៊ីស៊ីហេងមានអីបន្ថែមទៀតទេចាដូចបងថានៅផ្ទះមើលកូននេះឥឡូវនេះកូនខ្ញុំកំពុងរៀនអនឡាញនេះរៀនអនឡាញចារៀនអនឡាញអញ្ចឹងខ្ញុំនៅខ្មែរនោះតែខ្ញុំអាចធ្វើបានតែមកឃើញចាអាចរៀនបណ្ដាធ្វើការជួនកាលទៅខ្ញុំ join Zoom អីចឹងទៅដូចថ្ងៃនេះអនឡាញមួយបងចាហ្នឹងហើយយើងមាន Zoom ច្រើនដែរពេលព្រឹកមិញខ្ញុំបានចូល Zoom ជាមួយនឹងខូច Christina គាត់ Zoom នៅម៉ោង1ថ្ងៃត្រង់នៅម៉ោងនៅ Central Time របស់ខ្ញុំបានចូលប្រហែលមួយផ្លេតដែរដោយសារតែខ្ញុំចូលពេទ្យថ្មិញទៅដាច់សេវាលេងឮស្ដាប់លេងបានចាហើយខ្ញុំមានសំណួរសួរស៊ីហេងមួយថែមទៀតគឺសំណួរនោះសួរថាអ្វីទៅគឺជា digital business យ៉ាសំណួរហ្នឹងបងមានបងប្អូនច្រើនមែនតើសួរឲ្យតែគាត់ចាប់មុនគេគឺគាត់សួរស្អីទៅ digital business ហ្នឹងចា digital business គឺជា digital ដែលអាជីវកម្មដែលបង្កើតឡើងដោយប្រព័ន្ធស្វ័យប្រវត្តិចាដែលយើងប្រព័ន្ធអូតូម៉ាទិកធ្វើការឲ្យយើងចឹង24ម៉ោងលើ24ម៉ោងចឹងយើងអត់ចាំបាច់ចំណាយពេលវេលាច្រើនក្នុងការធ្វើវាទេហើយជាអាជីវកម្មដែលមិនតម្រូវឲ្យយើងលក់ផលិតផលដូចបងធ្លាប់និយាយមុនថាយើងអត់ចូលចិត្តលក់ផលិតផលចាហើយឬមួយក៏យើងមិនចាំបាច់ថាមានឃ្លាំងអីយើងសម្រាប់ទុកផលិតផលដែរអ្វីដែលយើងធ្វើនោះគឺយើងធ្វើខាងទីផ្សារ marketing ទេចាគឺយើងផ្សព្វផ្សាយពីជីវិត lifestyle របស់យើងអញ្ចឹងចាជូនដល់បងប្អូនដែលគាត់មានបំណងចង់ថារកចំណូលបន្ថែមចង់មានពេលសម្រាប់កូនសម្រាប់គ្រួសារចង់ចូលនិវត្តន៍មុនកំណត់អីហ្នឹងចាឲ្យដល់ជួយពួកគាត់ហ្នឹង start business ហ្នឹងចានឹងជួយទៀតចា business នេះជាប្រភេទខ្ញុំត្រឡប់ទៅនិយាយពេលដែលខ្ញុំបានមើលវីដេអូ advertise មួយកាលពីឆ្នាំ2023ហ្នឹងគឺខ្ញុំ
ពិតជាចាប់អារម្មណ៍មែនទែននៅពេលដែលបានឃើញវីដេអូ advertise របស់គាត់និយាយថាមុខរបរ online ដែលគ្មានការលក់ហើយខ្ញុំវាជាចំណុចចាប់ផ្ដើមដែលខ្ញុំចង់ធ្វើមែនទែនដោយសារតែខ្ញុំអត់ចង់ឡាយលក់ផលិតផលទីមួយដឹកជញ្ជូនពេលខ្លះយឺតយ៉ាវ delivery អត់ឲ្យតាន់ភ្ញៀវអត់តាន់ពេលវេលាអញ្ចឹងទៅខ្ញុំអត់ចូលចិត្តទេប៉ុន្តែនៅពេលដែលខ្ញុំឮសូវីដេអូ advertise ដែលគាត់និយាយថាការធ្វើមុខរបរ online មួយ digital business ដែលគ្មានការលក់គ្មានការដឹកជញ្ជូនចានេះជាអ្វីដែលពួកខ្ញុំធ្វើជារៀងរាល់ថ្ងៃគឺពួកយើងអត់មានលក់អីទេអត់មានដឹកជញ្ជូនអត់មានទទួលខុសត្រូវរបស់របរឲ្យវ៉ាន់ភ្ញៀវអីដែលត្រូវបាត់បង់អីទេអញ្ចឹងហើយបានជាមុខរបរមួយនេះคล้ายទៅជាមុខរបរដែលងាយស្រួលសម្រាប់អ្នកដែលរវល់អ្នកដែលជាម្ដាយអ្នកដែលចង់មានប្រាក់ចំណូលបន្ថែមពីពេលវេលាបន្តិចបន្តួចដែលគាត់ធ្វើចាអរគុណបងអាជីវកម្មនេះបងប្អូនមិនចាំបាច់ត្រូវការចាស់បងប្អូនមិនចាំបាច់មានចំណេះដឹងផ្នែកភាសាអង់គ្លេសនិងកំជួររើត្រូវជ្រះទេបងប្អូនចេះអានចេះសរសេរចេះស្ដាប់បន្តិចបន្តួចនេះគឺបងប្អូនអាចធ្វើអាជីវកម្មនឹងបានហើយអូយស្រែងចាបងប្អូនមានតែទូរស័ព្ទដៃហើយនឹងអ៊ីនធឺណិតទៅគឺបងអាចធ្វើអាជីវកម្មនឹងបានហើយមិនថាទៅដល់ទីកន្លែងណាទេបងប្អូនអាចធ្វើបានគ្រប់ទីកន្លែងហើយពេលវេលាវិញគឺបងប្អូនជាអ្នក schedule ដល់ខ្លួនឯងចាព្រោះបងប្អូនធ្វើការពេញម៉ោងបងប្អូននិយាយទៅធ្វើការពេញម៉ោងក៏ដោយនៅផ្ទះហូមក៏ដោយក៏បងប្អូនអាចធ្វើបានគ្រប់ទីទាំងអស់អញ្ចឹងអត់ប៉ះពាល់ទេពេលណាបងប្អូនទៅធ្វើការពេល break time ពេលអីបងប្អូនជិះពេលបន្តិចមួយទៅគឺធ្វើបានហើយដូចបងអញ្ចឹងបងទៅចោលប្រភេទជិះពេលទៅនេះបងអាចធ្វើបាននេះគឺបងមែនតែពេលអត់ភ្ញៀវបន្តិចបងអាចធ្វើបានចាគឺបងប្អូនមិនបាច់ភ័យថាអូមុនធ្វើអាជីវកម្មនោះបងប្អូនត្រូវ quick job បងប្អូនឬមួយក៏អីទេចាដោយសារតែមុខរបរនេះយើងមានប្រព័ន្ធ system ដែលធ្វើការឲ្យយើង24ម៉ោងលើ24ម៉ោងអញ្ចឹងហើយបានជាយើងមានភាពងាយស្រួលមែនទែនសម្រាប់ការ run business សម្រាប់យើងគ្រប់គ្រងមុខរបររបស់យើងដោយសារតែម្នាក់ដែលគាត់ជាម្ចាស់អាជីវកម្មគឺតម្រូវឲ្យមាន website ជារបស់ខ្លួនឯងអញ្ចឹងហើយយើងងាយស្រួលក្នុងការទំនាក់ទំនងហើយក៏ងាយស្រួលក្នុងការធ្វើការផងដែរដោយស៊ីហេងបាននិយាយអញ្ចឹងគឺពួកយើងធ្វើការពីពេលវេលាទំនេរបន្តិចបន្តួចដោយធ្វើពីពេលដែលយើងអាចធ្វើបានអ្នកទាំងអស់គ្នាទំនេរនៅស្មើណាគឺធ្វើបាននៅស្មើនឹងហើយដោយសារតែប្រព័ន្ធគ្រប់គ្រងវាងាយស្រួលហើយអូតូម៉ាទិកចាហើយប៉ះសិនបើបងប្អូនយល់ថាមិនបានជាសួរពីមុខរបរគាត់អត់ចង់និយាយឲ្យខ្ញុំទៅមើលវីដេអូនេះហើយជារបៀបរបបនៃការគ្រប់គ្រងតាមបែបប្រព័ន្ធបច្ចេកវិទ្យាសម័យថ្មីធ្វើឲ្យយើងងាយស្រួលក្នុងការរៀនសូត្របន្ថែមប្រសិនបើបងប្អូនចង់បានចម្លើយពីពួកខ្ញុំនិយាយផ្ទាល់ក៏បានដែរប៉ុន្តែគឺយើងអត់អាចធ្វើបានច្រើនដោយយើងមើលវីដេអូទេវីដេអូពេលខ្លះអ្នកទាំងអស់គ្នាអាចមើលបន្ទាប់ពីមុនម៉ោងចូលគេងឬមួយក៏ពេលណាដែលទំនេរឆ្លៀតម៉ោង lunch break អីមើលវីដេអូគេបង្រៀននឹងបានហើយប្រសិនបើចាំឲ្យណាត់ម៉ោងជួបគ្នានោះមិនងាយបានជួបគ្នាទេចាព្រោះចង់និយាយថាចេះអាចអីបានពួកខ្ញុំចេះតែឲ្យបងប្អូនទៅមើលសិក្ខាសាលានឹងដោយសារអាជីវកម្មយើងនោះគឺ worldwide គឺគ្រប់ប្រទេសហ្មងហើយចឹងទៅប្រទេសនីមួយរស់នៅគឺពេលម៉ោងខុសគ្នាហើយគឺការកន្លែងបងប្អូននៅពេលយប់របស់ខ្ញុំនេះពេលថ្ងៃចឹងទៅបងប្អូនមកចង់បានចម្លើយពីខ្ញុំតើតរងចាំមួយថ្ងៃមកតែខ្ញុំក្រោកឡើងចឹងបានខ្ញុំអាចឆ្លើយនឹងស្រួលបានចឹងហើយបានពួកខ្ញុំតម្រូវឲ្យបងប្អូនទៅមើលនឹងហើយមួយទៀតដោយស្អីយើងប្រើប្រព័ន្ធនឹងឯងដែលគេនិយាយថាពេលយើង work smarter not harder ដែលយើងប្រើប្រព័ន្ធអូតូម៉ាទិកធ្វើការឲ្យយើងចាព្រោះពេលខ្ញុំគេក៏ system នឹងគឺ work ដំណើរការឲ្យយើង24ម៉ោងចឹងឯងចា Yeah, we work smarter, not work harder. Yeah. We work. System is working for us while we sleep. So that's why everybody say, "Oh, we gonna get retirement soon because the system is run 24/7." ធ្វើការឲ្យយើង24ម៉ោងលើ24ម៉ោងនៅពេលដែលយើងគេងក៏ system នៅតែធ្វើការឲ្យយើងដែរអញ្ចឹងហើយទៅវាងាយស្រួលជាវិធីសាស្ត្ររស់នៅដែលងាយស្រួលមែនតើ
ខ្ញុំពិតជាអរគុណអ្នកដែលរៀបរៀងមុខរបរនេះហើយគាត់គ្រប់គ្រងបានល្អគាត់គ្រប់គ្រងមនុស្សរាប់ម៉ឺននាក់ឲ្យធ្វើការដូចគ្នាទាំងអស់ចាការងារតែមួយដែលយើងអាចធ្វើបានពីទូទាំងសកលលោកហើយក៏ទទួលបានប្រាក់ចំណូលដូចគ្នាផងដែរចាហើយខ្ញុំក៏អូខេបងយើងដល់មកហើយបងអូខេបើសិនមកបងប្អូនមានចំណាប់អារម្មណ៍ចង់សិក្សាស្វែងយល់បន្ថែមដូចពួកខ្ញុំនិយាយចឹងថាបងប្អូនត្រូវចូលទៅមើលសិក្ខាសាលា90នាទីហ្នឹងសិនបងប្អូនអាចចូលឈ្មោះនឹងនៅក្នុង website ខ្ញុំក៏បានបង website បងសុភីក៏បានដែរចាបងប្អូនអាចចូលមក check មើលបានឬមួយក៏បងប្អូនអាច comment សួរក៏បានដែរបើថាមិនហ៊ានចុះឈ្មោះក្នុង website អាច comment សួរបានពួកខ្ញុំនឹងរីករាយឆ្លើយតបបងប្អូនចាអរគុណអូនហ្នឹងហើយហើយក៏សូមអរគុណបងប្អូនដែលចូលមើលការ live ហើយនឹងមើល replay នៅពេលក្រោយទាំងនៅក្នុង page បងសុភីហើយនឹងក្នុង page ខ្ញុំផងចាអរគុណអរគុណចាអរគុណអូនអរគុណទាំងអស់គ្នាដែលបានចូលអូចាជំរាបលាអូនច្រើនអូខេបាយចាបាយអូនបាយ